ចាសួស្តីបងប្អូនថ្ងៃនេះមកបង្ហាញអំពីបច្ចេកទេសនៅក្នុងការដំឡើងឈុតផ្កាឈូកមួយទឹកឈុតផ្កាឈូករបស់យើងនេះគឺប្រេងកាមុនជាប្រភេទ mixer មានទឹកក្តៅហើយនិងទឹកត្រជាក់អញ្ចឹងនៅពេលដែលបងប្អូនរៀបចំធ្វើបន្ទប់ទឹកមុននឹងយើងបិទការ៉ូគឺនៅក្នុងជញ្ជាំងហ្នឹងយើងត្រូវមានបង្កប់ទៅយកទឹកក្តៅមួយនិងទៅយកទឹកត្រជាក់មួយហើយបន្តមកទៀតនេះមានទៅយកទឹកក្តៅមួយទឹកត្រជាក់មួយវាចេញពីកន្លែងនេះហើយពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការប្រើប្រាស់គឺងាយស្រួលមែនទែននៅពេលដែលយើងចង់ឲ្យបានទឹកនឹងក្តៅយើងកាច់មកខាងក្រហមនេះហើយកាច់មកខាងខៀវនេះសម្រាប់បើសិនជាសីតុណ្ហភាពវារៀងក្តៅពេកយើងកាច់មកខាងខៀវនេះហើយយើងកាច់បើកមកអានឹងបច្ចេកទេសនៅក្នុងការរបៀបប្រើប្រាស់ឥឡូវយើងមកមើលការដំឡើងជាងបច្ចេកទេសរបស់យើងទោះបីជាគាត់មិនសូវសង្ហាតែពាក់ព័ន្ធនឹងបច្ចេកទេសដំឡើងការងារអីរបស់គាត់ច្បាស់លាស់អាចទទួលយកបានបងប្អូនគិតមើលឈុតកាជុកប៉ុណ្ណឹងគាត់តម្លើងមិនដល់10នាទីទេលឿនងាយតែច្បាស់លាស់ហ្មត់ចត់បងប្អូនខាយត្រជាក់បែបហ្នឹងត្រូវការផ្កាឈូកមួយទឹកដែលមានទឹកក្តៅមែនទេនេះបងប្អូនអាចជ្រើសរើសម៉ូតនេះយកទៅប្រើបានពណ៌របស់គេគឺពណ៌ខ្មៅឈុតផ្កាឈូកហ្នឹងហើយតម្លៃក៏សមរម្យដែរម៉ូតហ្នឹងគឺជាម៉ូតដែលលក់ដាច់ជាងគេដោយសារតម្លៃវារៀងធូរថ្លៃតែពាក់ព័ន្ធនឹងរបៀបប្រើប្រាស់ហើយគុណភាពអីគឺគុណភាពល្អហើយបើរបៀបប្រើប្រាស់គឺងាយស្រួលមែនទែនម៉ូតនេះគេមាន3បើន័យថាមុខងាររបស់គេមាន3ទី1ខាងលើគឺ shower head បានន័យថាយើងកក់សក់នៅខាងលើយើងងូតសក់បងប្អូនហើយអានេះផ្កាឈូក